27ឆ្នាំលើវិថីសិល្បៈអក្សកុនកញ្ញាឆ្លងកាត់ផលិតកម្មក្រាក់ជាច្រើនទម្រាំឈរជើងមាំនៅរស្មីហង្មាចាំបើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជិត27ឆ្នាំមកហើយនៃដំណើរលើសិល្បៈរបស់អ្នកនាងអក្សកុនកញ្ញាក្នុងនាមជាតារាចម្រៀងក្នុងនោះដែរអ្នកនាងអក្សកុនកញ្ញាក៏ត្រូវបានមហាជនដាក់ងារជាកំពូលតារាចម្រៀងស្រីមួយរូបក្នុងចំណោមតារាចម្រៀងល្បីៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរចាចូលឈ្មោះជាតារាចម្រៀង Pop ក៏ពិតមែនប៉ុន្តែកំពូលតារាចម្រៀងអក្សកុនកញ្ញាបានបង្ហាញនៅអរិយធម៌វប្បធម៌ខ្មែរជាច្រើនតាមរយៈអាជីពសិល្បៈនិងតន្ត្រីរបស់នាងចាពោពេញទៅដោយភាពជោគជ័យចាំម្យ៉ាងវិញទៀតក្រៅពីអាជីពជាតារាចម្រៀងកន្លងមកអ្នកនាងអក្សកុនកញ្ញាក៏ធ្លាប់បានចូលរួមសម្ដែងខ្សែភាពយន្តនិងបច្ចុប្បន្នក៏ជាស្ត្រីខ្លាំងលើវិស័យជំនួញផងដែរដោយមានហាងនិងប្រេនផ្ទាល់ខ្លួននៅក្នុងដៃជាច្រើនចាក្នុងនោះអ្នកនាងអក្សកុនកញ្ញាមានអាជីវកម្មផ្ទាល់ខ្លួនរួមមានហាងលក់កាបូប្រេន ASK សាប៊ូកក់សក់ ASK និងជាម្ចាស់ហាងតែគុជអិនឆាសាខាផ្លូវ2004ផងដែរចាំមិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នអ្នកនាងអក្សកុនកញ្ញាក៏ជាទូតសុឆន្ទៈរបស់បណ្ដាក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋជាច្រើនទៀតផងតែគៀកងាកមកកាន់អាជីពសិល្បៈវិញមហាជនជាច្រើនធ្លាប់បានដឹងហើយអ្នកនាងអក្សកុនកញ្ញាបានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងផលិតកម្មដំបូងគេគឺផលិតកម្មរស្មីស្ទឹងសង្កែនៅអំឡុងឆ្នាំ1999រហូតដល់ឆ្នាំ2005ចាក្រោយមកនៅអំឡុងឆ្នាំ2007អ្នកនាងអក្សកុនកញ្ញាបានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្ម YouTube ដោយចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងផលិតកម្មនេះបាន1ឆ្នាំទើបផលិតកម្មនេះប្រកាសបិទហើយអ្នកនាងក៏បន្តបោះជំហានចូលផលិតកម្ម Rock Music Production នៅឆ្នាំ2008ចាំមិនយូរប៉ុន្មាននៅឆ្នាំ2009អ្នកនាងអក្សកុនកញ្ញាក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្មារហូតមកដល់បច្ចុប្បន្ននិងក៏បានតំណែងជាតារាចម្រៀងស្រីកំពូលប្រចាំប្រទេសកម្ពុជា